គ្រាន់តែរៀបគម្រោងការភ្លាមគឺចេញមកផ្លែតតែម្ដងមានអ្នកជី5ម៉ោងតម្រាំតែដល់កំពតឆ្ងល់ត្រូវថែដែលខ្ញុំជី5ម៉ោងបានដល់កំពតដោយសារអីគឺដោយសារជួបឧបសគ្គជាច្រើនមែនតើនៅតាមផ្លូវតម្រាំតែយើងដល់កំពតអញ្ចឹងបើចង់ដឹងថាខ្ញុំជួបឧបសគ្គអីគេខ្លះកុំភ្លេចតាមដានវីដេអូយើងទាំងអស់គ្នាជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូ vlog សានេះគឺរៀងប្លែកបន្តិចហើយគ្រាន់តែបើកក្បាលវីដេអូមកបងប្អូនណាអើយអាកូមនោះវាចង់ឆាបសក់ខ្ញុំទៀតណាបងប្អូននឹងហើយគឺជាឧបសគ្គដែលខកខានការធ្វើដំណើររបស់ខ្ញុំទៅកាន់ខេត្តកំពតធ្វើដំណើរមកតាមផ្លូវឲ្យតែឃើញវត្តណាគេអ៊ូអវត្តណាគេប្រហោះគោមគ្នាខ្ញុំគឺចូលទៅហើយនិយាយមែនពុកម៉ែបងប្អូនមកឆាកជីវិតខ្ញុំគឺខ្ញុំប្រហោះគោមទៅតែបាន2ដងនឹងទេហើយបើនិយាយរឿងអកអំបុកវិញធ្លាប់ទៅលឺចាស់និយាយឥឡូវបានមកសាកភ្លក់រសជាតិអកអំបុកនឹងគេហើយសบายបោះគេមែននិយាយមែនវត្តនឹងស្អាតខ្លាំងណាស់មានគេប្រហោះគោមច្រើនមែនតើហើយនិយាយពីមនុស្សវិញគឺកោះកតែម្ដងហើយក៏ឆ្លៀតបានទិញស្មុកដែរនិយាយពីដល់ខ្ជូតទៅខ្ជូតអាយ៉ានេះគឺជាវត្តទី2ដែលខ្ញុំបានចូលកន្លែងនេះគឺគេធ្វើកម្មវិធីដាល់អំបុកបងប្អូនខ្ញុំអត់ដឹងគេថាមិនទេតែខ្ញុំធ្លាប់ឮគេនិយាយថានឹងគឺជាកម្មវិធីដាល់អំបុកហើយខ្ញុំក៏បានចូលគោសម្ដែងនឹងគេតិចតួចដែរឥឡូវវីដេអូយើងគឺបានមកដល់ខេត្តកំពតហើយទៅវីដេអូនឹងគឺខ្ញុំកាត់ទេពុកម៉ែបងប្អូនទាំងអស់គ្នាតទៅយើងបានមកដល់ខេត្តកំពតហើយក៏យើងចាប់ផ្ដើមរកអីញ៉ាំតិចតួចដើម្បីទ្រាប់ពោះហើយទៅរកកន្លែងគេងខ្ញុំទៅដល់ហ្នឹងគឺម៉ោងជិត12ហើយពុកម៉ែបងប្អូនមើលតែមាត់បានហើយហាមើលសក់ដើរលេងឡើងបាសជ្រងអស់ហើយនេះគឺជាថ្ងៃទី2របស់ខ្ញុំនិយាយទៅគឺយើងរៀបចំខ្លួនដើម្បីទៅទិញគ្រឿងសមុទ្រនៅផ្សារខេត្តកំពតអូយាយមែនណានៅនេះគឺសបោថៃស្រស់ហើយធំនិយាយពីគ្រឿងសមុទ្រវិញខ្ញុំទៅហើយខ្ញុំខ្វាកខ្លាំងមែនតើហ្មងខ្វាកមែនប៉ុន្តែគាត់ហ៊ានទិញច្រើនដែរដោយសារតែតម្លៃនៅនេះគឺខ្ញុំសុំនិយាយមួយតម្លៃគឺរៀងខ្ពស់ដែរលក្ខណៈកាប់សាច់ហើយវាហូរហើយក៏ខ្ជិលនិយាយមកមើលកូនស្វាដល់ខ្សែនខ្ជូតនេះវិញឃើញតវ៉ៃនេះធំពេកទ្រាំបានក៏ឡើងមកបេះមួយមកហើយក៏ឆ្លៀតបេះខូចយកទៅធ្វើទឹកត្រីកោះកុងដើម្បីចុចគ្រឿងសមុទ្ររបស់យើងដែរហើយមើលមុខអ្នកបេះខូចនេះឡើងខ្ជូតនិយាយទៅផ្ទះនេះគឺផ្ទះម៉ែក្មេករបស់គាត់ណានៅនេះគឺសបោទៅដោយដំណាំច្រើនមែនតែនមកហើយនេះគឺជាឈុតទី3របស់ខ្ញុំអានេះធ្វើខ្លួននេះគឺធ្វើខ្លួនដើម្បីត្រៀមខ្លួនញ៉ាំទេណាមិនមែនទៅដើរលេងណាទេមើលមហូបគេផងនិយាយពីថាពេញតុកតែម្ដងខ្វាកអើយខ្វាកតែញ៉ាំបានប៉ុន្មានទេញ៉ាំតែ2-3ម៉ាត់គឺឈប់ហើយប៉ុនអ៊ំទូកម្នាក់គឺសប្បាយដើរលេងនៅភ្នំពេញចំណែកខ្ញុំវិញនៅភ្នំពេញមនុស្សណែនពេកក៏ត្រឡប់មកលេងនៅខេត្តកំពតមកធ្វើមហូបញ៉ាំនៅខេត្តអញ្ចឹងណាលក្ខណៈ enjoy នឹងជីវិតយើងខ្លះអូយអានេះគឺបកាទឹកភ្នែកចាមកឲ្យអ៊ុយហ្មងជាមួយនឹងទឹកត្រីកោះកុងរបស់ខ្ញុំឲ្យលេខ1អានេះបុកខ្លួនឯងណាញាក់សាច់ឥឡូវសុំញ៉ាំជាមួយនឹងផ្លូវមាន់ដុតមួយមើលអានេះមាន់ខ្មែរហើយមាន់ខ្មៅពុកម៉ែបងប្អូននិយាយពីថាស្វិតឆ្ងាញ់អើយឆ្ងាញ់ចុចជាមួយនឹងទឹកត្រីកោះកុងហៀទឹកមាន់បាច់ចាំទៅដល់ហាងទេធ្វើតែខ្លួនឯងមកចំណេញលុយច្រើនសេវលុយច្រើនហើយសបាយទៀតញ៉ាំជួបជុំគ្រួសារពុកម៉ែបងប្អូនជីវិតបែបនេះ10ឆ្នាំមានប៉ុន្មានដងពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះវីដេអូយើងក៏បានដល់ទីបញ្ចប់ដែរហើយនេះគឺជាមុខម្ហូបដែលខ្ញុំញ៉ាំនៅភ្នំពេញត្រឡប់មកពីកំពតវិញ